អូស្គាល់ចកប្រភេទនេះអត់អានេះចកនេះគឺយើងសម្ដាក់ឲ្យតែមាន់ស្អីយើងលេវាជាមួយនឹងកន្ទក់ឬក៏បាយអីទៅមាន់ទីអាចស៊ីបាននេះគេថាចកអាសូឡាតែបងប្អូនប្រកាសជាបានស្គាល់ហើយណាខ្លាចបងប្អូនខ្លះគាត់អត់ស្គាល់អញ្ចឹងណាដំបូងដៃខ្ញុំគាត់បានពូជមកពីក្នុងតាពាំងទៅហើយពិបាកក្នុងការទៅដួសពេកវាឆ្ងាយគាត់ក៏បានយកមកដាក់នៅក្នុងពាំងទឹកនេះពាំងទឹកនេះគាត់ដាក់ចំនួន3ពាំងដោយសារពាំងទឹកនេះខ្ញុំអត់ប្រើប្រាស់ទេអញ្ចឹងគាត់យកចោលយកដាក់នេះពាំងទី2គាត់ក៏យកមកលេងអាងនេះអាងនេះដៃតែឡូវល្អដុសណែនអាងដួសអុយមកអត់ស៊ីអត់តាន់ទេបងប្អូនហើយដួសអុយរាល់ថ្ងៃយ៉ាងហ្នឹងគឺខ្ញុំចាំញ៉ាំដែលប្រើចំណៃទេខ្ញុំលេតែកន្ទក់ហើយចោលអាសូឡាហើយនឹងបាយហ្នឹងតែមាន់សាច់ស្អាតហើយវាសាច់ឆ្ងាញ់ទៀតណាបងប្អូន